អាយុដំអភិសន្តិបណ្ឌិតសសុខាបើកិច្ចប្រជុំអគ្គនាយកអន្តរប្រវេសន៍និងកុងស៊ុលអាស៊ាននៅសៀមរាបដោយមានកិច្ចពិភាក្សា6ប្រធានបទថ្លែងក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់អគ្គនាយកអន្តរប្រវេសន៍និងប្រធានកុងស៊ុលអាស៊ាននៅទី29រៀបចំនៅខេត្តសៀមរាបនាព្រឹកថ្ងៃទី24ខែមិថុនាឆ្នាំ2026អាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចាត់ទុកកិច្ចប្រជុំនេះថាជាការឆ្លុះបញ្ចាំងពីបញ្ហាសំខាន់រួមដែលជាទូនាទីភារកិច្ចរបស់ប្រទេសជាសមាជិកអាស៊ានទាំង11ត្រូវរួមគ្នាអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ត្រូវបានអាយុដំអភិសន្តិបណ្ឌិតសសុខាសម្ដៅចំលើការងារបង្ការទប់ស្កាត់និងបង្ក្រាបឲ្យបានរាល់ទម្រង់នៃបទល្មើសអន្តោប្រវេសន៍ឧក្រិដ្ឋកម្មឆ្លងដែនភេរវកម្មនិងការលេចឡើងនៃបទល្មើសមិនប្រពៃណីពិសេសបទល្មើសបច្ចេកវិទ្យានិងការឆបោកតាមប្រព័ន្ធអនឡាញដែលកំពុងក្លាយជាហានិភ័យចំពោះប្រទេសមួយចំនួននិងសម្រាប់តំបន់ទាំងមូលផងដែរប្រមុខក្រសួងមហាផ្ទៃកម្ពុជាបានស្នើអង្គប្រជុំលើកទី29នេះបន្តយកចិត្តទុកដាក់ក្នុងការធ្វើបច្ចុប្បន្នភាពនិងស្រាវជ្រាវដើម្បីបង្កើតថ្មីនៅប្រព័ន្ធបច្ចេកវិទ្យាទំនើបសម្ដៅលើកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងព្រំដែនការងារអន្តោប្រវេសន៍និងកិច្ចការកុងស៊ុលស្របតាមបរិបទថ្មីនៃយុគសម័យ Digital ដើម្បីពង្រឹងការបង្ការទប់ស្កាត់និងបង្ក្រាបបទឧក្រិដ្ឋដែលកាន់តែមានលក្ខណៈស្មុគស្មាញនិងកាន់តែទំនើបដូចជាអំពើឆបោកតាមប្រព័ន្ធអនឡាញដែលបានរីករាលដាលនៅក្នុងតំបន់អាស៊ានរបស់យើងដោយមិនអាចមើលរំលងបានឡើយយោងតាមរបាយការណ៍អាយុដំឧត្តមសេនីយ៍អៃសុកវាសនាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍និងជាប្រធានអង្គប្រជុំកិច្ចប្រជុំ DGICM លើកទី29និងកិច្ចប្រជុំពាក់ព័ន្ធនេះបានបង្ហាញអំពីសមិទ្ធផលរយៈពេល30ឆ្នាំនៃកិច្ចសហប្រតិបត្តិការចាប់តាំងពីវេទិកា DGICMវេទិកានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ1996សម្រាប់ការពង្រឹងកិច្ចសន្ទនាក្នុងតំបន់ការពិគ្រោះយោបល់សម្ដៅដាក់ចេញនូវយន្តការសម្រួលដល់ការធ្វើដំណើរនិងការបង្ការទប់ស្កាត់បទល្មើសអន្តោប្រវេសន៍រួមទាំងឧក្រិដ្ឋកម្មឆ្លងដែននានាកាន់តែមានប្រសិទ្ធភាពខ្ពស់កិច្ចប្រជុំនេះនឹងបន្តពិភាក្សាគ្នាលើរបៀបវារៈសេសសល់និងរបៀបវារៈថ្មីមួយចំនួនទៀតដែលប្រទេសជាសមាជិកមួយចំនួនស្នើឡើងដូចឆ្នាំមុនដែរកិច្ចប្រជុំ DGICM និងកិច្ចប្រជុំពាក់ព័ន្ធសរុបចំនួន6នឹងត្រូវបានរៀបចំតាមលំដាប់លំដោយនិងតាមកម្មវិធីដែលបានគ្រោងទុកកិច្ចប្រជុំទាំងនោះរួមមាន 1. កិច្ចប្រជុំថ្នាក់ប្រធានច្រកទ្វារអន្តោប្រវេសន៍សំខាន់នៃអាស៊ានលើកទី9 2. កិច្ចប្រជុំថ្នាក់ប្រធានអង្គភាពទទួលបន្ទុកអំពើរត់ពន្ធមនុស្សលើកទី5 3. កិច្ចប្រជុំក្រុមមន្ត្រីជំនាញអន្តោប្រវេសន៍អាស៊ានលើកទី21 4. កិច្ចប្រជុំថ្នាក់អគ្គនាយកអន្តោប្រវេសន៍និងប្រធានកុងស៊ុលអាស៊ានលើកទី29 5. កិច្ចប្រជុំជាមួយដៃគូពិគ្រោះយោបល់អូស្ត្រាលីលើកទី21និងទី6កិច្ចប្រជុំជាមួយដៃគូពិគ្រោះយោបល់ចិនជប៉ុននិងកូរ៉េខាងត្បូងលើកទី5និងកិច្ចប្រជុំទ្វេភាគីមួយចំនួនទៀតតាមការស្នើសុំរបស់ប្រទេសជាសមាជិកនិងភាគីពិគ្រោះយោបល់បើតាមអាយុដំអគ្គនាយកអន្តោប្រវេសន៍កម្ពុជាកិច្ចប្រជុំឆ្នាំនេះកម្ពុជាបានកំណត់យកប្រធានបទស្តីពីការធ្វើបរិវត្តកម្ម Digital និងនវានុវត្តន៍ធនធានមនុស្សឆ្ពោះទៅកាន់តំបន់អាស៊ានដែលមានសុវត្ថិភាពនិងសមាហរណកម្មស្របនឹងបរិបទបច្ចុប្បន្ននៃការងារគ្រប់គ្រងព្រំដែនការងារអន្តោប្រវេសន៍និងកិច្ចការកុងស៊ុលនិងជាពិសេសបទល្មើសថ្មីដែលកាន់តែមានលក្ខណៈស្មុគស្មាញនិងដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងឱកាសនោះដែរអាយុដំអភិសន្តិបណ្ឌិតក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះប្រទេសជាសមាជិកអាស៊ានទាំងអស់រួមទាំងដៃគូពិគ្រោះយោបល់អូស្ត្រាលីសាធារណរដ្ឋប្រជាមានិតចិនជប៉ុននិងសាធារណរដ្ឋកូរ៉េក៏ដូចជាលេខាធិការដ្ឋានអាស៊ានដែលមានវត្តមាននៅក្នុងអង្គប្រជុំនិងបានជូនពរឲ្យកិច្ចប្រជុំ DGICM លើកទី29និងកិច្ចប្រជុំពាក់ព័ន្ធដែលដឹកនាំដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាដំណើរការទៅដោយរលូននិងទទួលបានលទ្ធផលជាផ្លែផ្កាតាមកម្មវិធីនិងរបៀបវារៈដែលបានគ្រោងទុក